ពេលខ្ញុំទទួលបានប្រាក់រង្វាន់ចុងឆ្នាំ8កំពុងនៅញ៉ាំបាយជាមួយអតិថិជនបើមិត្តរួមការងារសូម្បីតែបុគ្គលិកកំពុងពីប្រាក់រង្វាន់ចុងឆ្នាំ18ខ្ញុំមិនមានអារម្មណ៍អ្វីសោះ7ថ្ងៃទៀតកិច្ចសន្យាខ្ញុំសម្រេចចិត្តចាក់ចេញពីក្រុមហ៊ុននេះតែម្ដងហេតុអីបានជាពួកគេដកទុនជាងគេឲ្យចម្លៃលើខ្ញុំមិនមែនក្រុមហ៊ុនទេលោកប្រធានយ៉ាវខ្ញុំសូមជូនមួយកែវជាវឆៅឲ្យគម្រោងឆ្នាំក្រោយនៅតែត្រូវពឹងលើអ្នកផ្សេងខ្ញុំមិនទុកចិត្តទេលោកប្រធានយ៉ាវកុំបារម្ភរបស់លោកក៏ជារឿងរបស់ខ្ញុំដែរសុំទោសសុំទៅបន្ទប់ទឹកមួយផ្លែតអរគុណលោកប្រធាន180000ពិតជាមិនធម្មតាខ្ញុំក៏បានដក180000លោកប្រធានលូលីមែនខ្ញុំម្ដងទៅខ្ញុំចាំអ្នក6សប្តាហ៍មិញយួនលោកប្រធានលេវគម្រោងនោះហេតុអីអ្នកហ៊ានសន្យា6សប្តាហ៍ដោយខ្លួនឯងយ៉ាងយូរ2សប្តាហ៍ខ្ញុំចុះកិច្ចសន្យារួចតើអ្នកដឹងទេថាសម្ដីធ្វើឲ្យក្រុមហ៊ុនខាត់បងចំណូលឆ្នាំនេះក្រុមហ៊ុនរកចំណូលបានធម្មតាទេផ្នែករបស់អ្នកត្រូវកាត់បន្ថយបុគ្គលិកអ្នកចាត់ការតាមមួយអ្នកសុខចិត្តបញ្ចុះប្រាក់ខែ30ខ្ញុំអាចនឹងពិចារណាមិនបញ្ឈប់ពីការខ្ញុំយល់ព្រមបញ្ចុះយប់នេះមានកម្មវិធីជួបជុំអតិថិជនធំ300នាក់កំដរពួកលោកម្ចាស់ភាគហ៊ុនឲ្យបានល្អលោកប្រធានថែនកុំបារម្ភទុកឲ្យមិនមែនខ្ញុំខំធ្វើការអស់ពីចិត្តមិនដែលធ្វេសប្រហែសទេហេតុអីលោកធ្វើដាក់ខ្ញុំបែបនេះឆេវឆៅឆ្នាំនេះក្រុមហ៊ុនបងរកស៊ីកាក់កបណាស់មិត្តរួមការងារកំពុងអបអ្នកមានគុណសម្បត្តិធំជារង្វាន់ចុងឆ្នាំប្រកាសជាមិនតិចទេមែនទេ800សិនសេងហ៊ានធ្វើបាបបងដល់ថ្នាក់នឹងផងតែមិនបានសួរពួកយើងទេថាព្រមរអត់ជាហួសហេតុពេកហើយលោកម្ចាស់ភាគហ៊ុនទាំងអស់នេះជារឿងរវាងខ្ញុំនិងសិនសេងទេមិនចាំបាច់រំខានដល់លោកម្ចាស់ទាំងអស់គ្នាខ្ញុំមានសមត្ថភាពដោះស្រាយរឿងនេះបានខ្ញុំកំដរអ្នកអរគុណលោកម្ចាស់ទាំងអស់សម្រាប់ការគាំទ្រពេញមួយកែវនេះខ្ញុំសូមផឹកសូមលោកម្ចាស់តាមសម្រួលឆេវឆៅមកខាងនេះពិបាកចិត្តហើយមែនទេក្រុមហ៊ុនឈានឆេងមិនសមនឹងអ្នកបើត្រូវការឲ្យជួយអាចរកខ្ញុំបានគ្រប់ពេលអរគុណលោកចៅខ្ញុំគិតច្បាស់ហើយមិនមែនថាធានសិនមិនល្អទេគឺខ្ញុំសំនឹងទទួលបានអ្វីដែលល្អជាងនេះអាចនិយាយគ្នាបានកាលនោះខ្ញុំពិតជាជឿមែនយ៉ាងនេះទើបជាប្រាក់រង្វាន់ពិតប្រាកដរបស់ខ្ញុំហើយខ្ញុំនឹងទទួលបានច្រើនជាងនេះទៀតអុយកាលពីម្សិលមិញជ្រុលដៃទិញកាបូបនេះបាត់តាមពិតវាក៏ធម្មតាដែរមីងយៀនអ្នកថាមែនទេបងប្អូនទាំងអស់ដើម្បីអបអរសាទរចំណូលបានច្រើនអ្នកទាំងអស់គ្នាញ៉ាំតែពេលរសៀលត្រូវតែរបស់ល្អអ្នកទាំងអស់គ្នាអាចកម្មង់បានបងស្រីរស់ពិតជាចិត្តស្រីរស់ល្អបំផុតហើយមីងយៀនមកការិយាល័យខ្ញុំបន្តិចសៀវចៅរឿងឆ្នាំនេះកុំទុកក្នុងចិត្តអីការខំប្រឹងរបស់អ្នកខ្ញុំដឹងច្បាស់ក្រុមហ៊ុនមើលឃើញទាំងអស់តែអ្នកត្រូវយល់លទ្ធផលគឺបានមកពីក្រុមហ៊ុនជួយជ្រោមជ្រែងបើគ្មានឈ្មោះក្រុមហ៊ុនធានសិនធំគេមិនស្គាល់អ្នកឯងទេការងារពួកចាងរួមមិនស្មើអ្នកតែការសម្របសម្រួលផ្ទៃក្នុងក៏បារម្ភទូប្រាក់រង្វាន់ឆ្នាំនេះតិចបន្តិចអ្នកនៅក្មេងណាស់ឆ្នាំក្រោយខ្ញុំធានាថាអ្នកនឹងបានច្រើនសម្ដីបែបនេះកាលពី3ឆ្នាំមុនខ្ញុំប្រហែលជាជឿតែឥឡូវគ្រាន់តែស្ដាប់លេងប៉ុណ្ណោះលោកឈិនខ្ញុំយល់ហើយខ្ញុំនឹងបន្តខំប្រឹងគិតបែបហ្នឹងទើបត្រូវមែនហើយតាស្មានតែភ្ញៀវស្គាល់តែគេម្នាក់គេមកក៏ព្រោះតែមុខមាត់ក្រុមហ៊ុនចេញពីក្រុមហ៊ុនគ្មានអីសោះសឹមមុខហើយមកពីគេចូលចិត្តសម្ដែងពេកហាអ្វីដែលគួរទុកខ្ញុំទុកទាំងអស់រៀបចំបានស្អាតល្អគ្មានអ្នកណាអាចរកកំហុសឃើញទេលោកឈិនឯកសារប្រកុលការងាររួចហើយខ្ញុំនឹងដាក់ក្នុងប្រព័ន្ធរួចផ្ញើជូនលោកមានអ្នកខ្លះស្មានថាខ្ញុំនឹងយកអ្វីចេញរបស់ដែលល្អបំផុតគឺនៅក្នុងនេះបាត់ហើយទាំងនេះមិនមែនជាទ្រព្យសម្បត្តិក្រុមហ៊ុនទេតែវាជាទឹកចិត្តដែលខ្ញុំទទួលបានពីការខំប្រឹងអ្វីដែលខ្ញុំយកទៅមានតែប៉ុណ្្នឹងទេ